របៀបកំណត់វត្តមានសិស្សប្រចាំថ្ងៃអញ្ចឹងចូលមកដល់គឺយើងចុចយកកន្លែងគ្រូបង្រៀនហើយថ្នាលគ្រប់គ្រងសាលារៀនដើម្បីចូលទៅកំណត់វត្តមានសិស្សសូមចុចត្រេ3ខាងលើរួចហើយចុចពាក្យវត្តមានបន្ទាប់មកជ្រើសរើសយកពាក្យវត្តមានសិស្សនៅពេលដែលលោកគ្រូអ្នកគ្រូចូលមកដល់កន្លែងកំណត់វត្តមានសិស្សប្រចាំថ្ងៃហ្នឹងផ្ទាល់គឺខ្ញុំបានចុចយកវត្តមានហ្នឹងរួចរាល់ហើយបានវាមានពណ៌បៃតងអញ្ចឹងហើយខ្ញុំធ្វើជាឧទាហរណ៍ដើម្បីឲ្យលោកអ្នកគ្រូកំណត់វត្តមានសិស្សអញ្ចឹងឥឡូវនេះគឺមានវត្តមានគ្រប់គ្រាន់អស់ហើយអញ្ចឹងបើសិនយើងកំណត់អ្នកដែលគាត់អវត្តមានអញ្ចឹងយើងចុចកន្លែងអវត្តមានមកហើយយើងនឹងសរសេរមូលហេតុគាត់ថាហេតុអីបានគាត់បានមកអញ្ចឹងមកបន្តមកទៀតការមកយឺតអញ្ចឹងការមកយឺតហ្នឹងក៏ប្រាប់ពីមូលហេតុដែរហេតុអីបានគាត់មកយឺតអញ្ចឹងមកហើយបើសិនជាសិស្សហ្នឹងគាត់ដាក់ច្បាប់យើងក៏ចុចកន្លែងដាក់ច្បាប់ហើយយើងក៏សរសេរមូលហេតុគាត់ដែលគាត់ច្បាប់មូលហេតុអីអញ្ចឹងតិចទៀតខ្ញុំនឹងឧទាហរណ៍សរសេរឲ្យអ្នកគ្រូបានឃើញថាពេលដែលគាត់អវត្តមានយឺតឬក៏ដាក់ច្បាប់ហ្នឹងហើយចាំបន្ទាប់ពីកំណត់អវត្តមានសិស្សរួចរាល់សូមលោកគ្រូអ្នកគ្រូចុចពាក្យថារក្សាទុកការរក្សាទុកទទួលបានជោគជ័យអញ្ចឹងសូមអរគុណលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូ